បងជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទ YP ហើយថ្ងៃនេះដែរខ្ញុំបាទយកសាច់រឿង anime ថ្មីមួយមកសម្រាប់ជូនអ្នកទាំងអស់គ្នាស្ដាប់ដែលសាច់រឿងនោះមានចំណងជើងថា My Love Story with Yamada-kun at Level 999 បើអ្នកទាំងអស់គ្នាចង់ដឹងថាសាច់រឿងនេះវាល្អមើលនិងកំសត់យ៉ាងណាតាមដានជាមួយនឹង admin ទាំងអស់គ្នាចាប់ដើមសាច់រឿងដំបូងយើងឃើញមានគូស្នេហ៍មួយគូដែលពួកគេកំពុងតែ date គ្នានៅក្នុងហាងកាហ្វេមួយដែលម្នាក់ស្រីនោះមានឈ្មោះថាអាកាណេហើយនិងម្នាក់ប្រុសនោះមានឈ្មោះថាថាគូម៉ាពួកគេគឺជាសង្សារនឹងគ្នាអ្នកទាំងអស់គ្នាហើយនៅពេលដែលថាគូម៉ាអង្គុយញ៉ាំកាហ្វេសុកសុកស្រាប់តែថាគូម៉ានិយាយថាពួកយើងគួរតែបែកគ្នាទៅអាកាណេព្រោះអាកាណេអត់ចេះលេងហ្គេមហើយថាគូម៉ាគឺជា gamer ម្នាក់ហើយនៅក្នុងអំឡុងពេលនេះដែរក៏បានរកឃើញមនុស្សស្រីដែលជាថែបរបស់គាត់ផងដែរដែលនាងគឺជា gamer ម្នាក់អ្នកទាំងអស់គ្នានៅពេលដែលអាកាណេឮអញ្ចឹងនាងក៏បានខូចចិត្តហើយបន្ទាប់ពីព្រឹត្តិការណ៍នេះចប់អាកាណេក៏បានទៅផ្ទះហើយនាងនៅតែខូចចិត្តអញ្ចឹងអ្នកទាំងអស់គ្នាហើយនាងក៏បានយករឿងរ៉ាវដែលកើតឡើងថ្ងៃហ្នឹងទាំងប្រហែលហ្នឹងទៅប្រាប់មិត្តភ័ក្តិរបស់នាងម្នាក់ដែលមានឈ្មោះថាម៉ូម៉ូនៅពេលដែលឮរឿងហ្នឹងហើយនាងក៏បានស្ដីឲ្យអាកាណេថាស្អីគេសង្សារអាកាណេយកហ្គេមជាធំដែលអាកាណេរាល់ថ្ងៃនាងរៀនផងធ្វើការផងបើឲ្យអាកាណេនាងទៅលេងហ្គេមចឹងប្រកាសជាដាច់បាយណាអ្នកទាំងអស់គ្នាតែអាកាណេរបស់យើងអត់ខ្វល់ហើយនាងនៅតែខូចចិត្តចឹងព្រោះសង្សារសំបែកមួយទាំងមូលពីណាមិនខូចចិត្តហើយនៅក្នុងអំឡុងពេលនោះម៉ូក៏បានដល់ម៉ោងនាងទៅរៀននាងក៏បានចេញពីផ្ទះអាកាណេហើយផ្ដាំអាកាណេថាកុំភ្លេចទៅរៀនផងព្រោះអាកាណេឥឡូវនេះនាងរៀននៅសាកលវិទ្យាល័យហើយនៅពេលដែលម៉ូចេញផុតអាកាណេក៏បានទាញ laptop យកមកលេងហ្គេមមកដែលហ្គេមអាកាណេលេងនោះមានឈ្មោះថា Forest of Savior ហ្គេមនេះហើយគឺជាហ្គេមដែលសង្សាររបស់នាងហើយអាកាណេក៏សម្រេចចិត្តថានាងនឹងរៀនលេងហ្គេមនេះក្រែងលោថាគូម៉ាដែលជាសង្សាររបស់នាងសុំនាងត្រូវគ្នាវិញព្រោះសង្សាររបស់នាងសុំនាងបែកដោយសារតែនាងអត់ចេះលេងហ្គេមហ្នឹងអ្នកទាំងអស់គ្នាដោយអាកាណេរបស់យើងចូលទៅលេងហ្គេមហ្នឹងគឺលេងបែបបញ្ចេញកំហឹងអ្នកទាំងអស់គ្នាដោយនាងដើរទៅវាយម៉ប់និងវាយពួកអាកូនសត្វតូចៗនោះឡើងផ្អើលរត់ពេញព្រៃមកអ្នកទាំងអស់គ្នាហើយក្នុងអំឡុងនោះក៏មានអាហ្វ្រូម្នាក់ spawn មកជិតនាងដែលអាហ្វ្រូម្នាក់នោះមានឈ្មោះថាយ៉ាម៉ាដានៅពេលដែលអាកាណេឃើញគេអាកាណេក៏បាននិយាយហាយទៅកាន់គេតែអាប៉ែម្នាក់ហ្នឹងដែលមាន reaction យឺតមកទេអ្នកទាំងអស់គ្នាដែលនាំតែ reply chat អាកាណេម្ដងអាកាណេចំឡើងពី3នាទីដែលពេលនោះហើយធ្វើឲ្យអាកាណេចាប់អារម្មណ៍ថាហេតុអ្វីបានជាអាប៉ែម្នាក់នេះមាន reaction យឺតម្ល៉េះហើយនៅក្នុងអំឡុងពេលនោះអាហ្វ្រូយ៉ាម៉ាដាម្នាក់នោះក៏បានសួរអាកាណេថាតើអាកាណេមកនៅទីនេះដើម្បីរក Prom Pet Stone មែនទេតែអាកាណេរបស់យើងអត់ដឹងថា Prom Pet Stone នឹងអីគេអ្នកទាំងអស់គ្នាហើយយ៉ាម៉ាដាក៏បញ្យល់ថាអា Prom Pet Stone នឹងគឺជា rare item ដែលភាគរយក្នុងការរកវាមានតែ 0.01% តែប៉ុណ្ណោះហើយអ្នកដែលរកវាឃើញនៅពេលដែល farm ទៅវានឹងធ្វើឲ្យយើងឡើង level ម្ដង5អ្នកទាំងអស់គ្នាដល់ពេលឮអាប៉ែយ៉ាម៉ាដានិយាយចឹងអាកាណេរបស់យើងក៏នឹកស្មានថាអាប៉ែហ្នឹងមកនិយាយរនាងហើយនាងក៏បានរៀបរាប់ថាថ្ងៃនេះសង្សាររបស់នាងសុំបែករៀបរាប់ឡើងមកកណោអ្នកទាំងអស់គ្នាបែកអូហូស្ទឹងឡើងពេញហ្នឹងតែអាប៉ែយ៉ាម៉ាដាហ្នឹងឆ្លើយមួយម៉ាត់យ៉ាងខ្លីមកថាអូចាប់អារម្មណ៍ផងដែលពេលនោះហើយដែលធ្វើឲ្យអាកាណេរបស់យើងក្តៅដូចបាយពុះចឹងអ្នកទាំងអស់គ្នាដាក់យកប្រលេះអាប៉ែយ៉ាម៉ាដាហ្នឹងឡើងអស់សាច់អលីងហ្មងអ្នកទាំងអស់គ្នាតែប្រូយ៉ាម៉ាដាយើងដាក់មួយម៉ាត់មកយ៉ាងខ្លីមួយទៀតថាអូអត់ឲ្យអត់ទៅគេទៅរកកន្លែងផ្សេងក៏បានអាប៉ែយ៉ាម៉ាដាយើងឌឺ9ហ្មងអ្នកទាំងអស់គ្នាហើយនៅពេលដែលអាកាណេយើងប្រលេះអាប៉ែយ៉ាម៉ាដាឡើងអស់សាច់ហើយនាងក៏បានចេញពីហ្គេមនៅអំឡុងពេលនោះស្រាប់តែមាន notification game Forest of Savior alert មកថាហ្គេមនេះនឹងមាន event នៅថ្ងៃចុងសប្តាហ៍អញ្ចឹងសូមឲ្យ gamer ដែលជា player នៅក្នុងហ្គេមនេះទាំងអស់ឲ្យមកចូលរួម event នេះឲ្យបានច្រើនក៏ដូចជា cosplay និងចាប់ skin ផងដែរអ្នកទាំងអស់គ្នាដល់ពេលអញ្ចឹងអាកាណេរបស់យើងក៏មានគំនិតមួយថានាងនឹងស្លៀកពាក់ឲ្យដូច character នៅក្នុងហ្គេមហ្នឹងដើម្បីចូលរួមនៅក្នុង event ហ្នឹងអ្នកទាំងអស់គ្នាដើម្បីទៅទាក់ចិត្តអបេថាគូម៉ាឲ្យមករកនាងវិញដល់ពេលគិតចឹងហើយអាកាណេក៏បានទៅរកម៉ូដែលជាមិត្តភក្តិរបស់នាងដើម្បីឲ្យម៉ូជូនដើរផ្សារក៏ដូចជា shopping ដើរ cosplay ឡើងអស់លុយពីកាបូបថ្ងៃ event ក៏បានមកដល់អាកាណេរបស់យើងក៏បានចូលរួមហើយនាងចូលរួមនៅក្នុង event នេះគ្រាន់តែចង់តាក់ចិត្តថាគូម៉ាឲ្យមករកនាងវិញទេបើថាគូម៉ាអត់មកនាងគ្រាន់តែធ្វើឲ្យអបេថាគូម៉ាហ្នឹងដែលមានអារម្មណ៍ថាសោកស្ដាយនៅពេលដែលបាត់បត់នាងអ្នកទាំងអស់គ្នាហើយនៅក្នុង event game របស់គេហ្នឹងសិតតែជា gamer ទាំងអស់ហ្មងអ្នកទាំងអស់គ្នាហើយនៅពេលនោះអាកាណេរបស់យើងក៏ឃើញថាគូម៉ាតែ sad ហ្មងអ្នកទាំងអស់គ្នាដោយអបេថាគូម៉ាហ្នឹងគេបានយកសង្សារថ្មីរបស់គេមកឈឺអាកាណេដែលសង្សារថ្មីរបស់អាគូម៉ាហ្នឹងមានឈ្មោះថា Ari
នៅពេលដែលអាកាណេឃើញអញ្ចឹងដោយសារតែចិត្តនៅស្រឡាញ់នាងក៏បានទៅរត់តាមពីរអ្នកគេនឹងដែលធ្វើឲ្យនាងរត់ទៅបុកបុរសម្នាក់ដែលធ្វើឲ្យនាងដួលកាប់មុខអ្នកទាំងអស់គ្នាហើយនាងពិតជាមានអារម្មណ៍ថាខ្មាស់គេមែនទែនហើយអ្នកនៅជុំវិញហ្នឹងអត់មានណាគេជួយលើកនាងឯរាប់តែពេលនោះក៏មានបុរសម្នាក់បានយកស្បែកជើងមកពាក់ឲ្យនាងហើយបានលើកនាងឡើងហើយនៅពេលនោះអាកាណេរបស់យើងក៏មានអារម្មណ៍ថាបុរសម្នាក់នេះដូចជាប្លែកពីគេចេះ take care ចេះអីហើយអាកាណេរបស់យើងក៏បានសុំទោសបុរសម្នាក់នោះប៉ុន្តែអបិម្នាក់ហ្នឹងឆ្លើយថាអូអត់សូវចាប់អារម្មណ៍ហងតែពេលនោះហើយធ្វើឲ្យអាកាណេរបស់យើងនឹកឃើញទៅដល់ម្នាក់ដែលអបិហ្នឹងហើយគឺជាអបិយាមតាអ្នកទាំងអស់គ្នាហើយនៅពេលនោះអាកាណេរបស់យើងក៏បានហៅឈ្មោះយាមតាហើយអបិហ្នឹងក៏បានងាកក្រោយអ្នកទាំងអស់គ្នាម្លងដែលយាមតាងាកមកហ្នឹងថាគុម៉ាដែលជាសង្សារចាស់របស់អាកាណេក៏បានរត់មកសំណេះសំណាលជាមួយនឹងយាមតាអ្នកទាំងអស់គ្នាដែលអបិថាគុម៉ាហ្នឹងបានតាមដានអបិយាមតាហ្នឹងឆ្នាំហើយអ្នកទាំងអស់គ្នាឲ្យ follow ទាំង Facebook ហង IG ហង YouTube ហងនេះទៅឡើងមកកណោបងអ្នកទាំងអស់គ្នានិយាយឲ្យខ្លីទៅគឺអបិហ្នឹង top fan pro យាមតាហ្នឹងហ្មងអ្នកទាំងអស់គ្នាដែលពេលនេះធ្វើឲ្យអាកាណេមានអារម្មណ៍ថាអបិយាមតានេះលេងគេមួយនាងធម្មតាខុសតែគេជាមនុស្សរបីអ្នកទាំងអស់គ្នាហើយថែមទាំងត្រូវអាកាណេរបស់យើងប្រលះឡើងអស់សាច់តាំងពីម្សិលមិញទៀតហើយនៅពេលដែលឃើញថាអិចរបស់ខ្លួនដែលជា fan របស់យាមតាហ្នឹងអាកាណេរបស់យើងក៏បានឲ្យ kick from Redstone ដើម្បីជួយយាមតាដើម្បីឲ្យធ្វើជាសង្សាររបស់នាងមួយថ្ងៃក្នុងការបញ្ឈឺចិត្តរបស់ថាគូម៉ាអំឡុងពេលយាមតាប្រកាសខ្លួនថាជាសង្សាររបស់អាកាណេធ្វើឲ្យអបិថាគូម៉ានឹងខូចចិត្តហ្មងអ្នកទាំងអស់គ្នាតែខូចចិត្តដោយសារមែនអាកាណេមានថ្មីគឺខូចចិត្តដោយសារតែអបិថាគូម៉ានឹងលែងបានឆាតជាមួយនឹងអបិយាមតានឹងអ្នកទាំងអស់គ្នាធ្វើឲ្យអបិថាគូម៉ានឹងសេតអ្នកទាំងអស់គ្នានៅពេលដែលអាកាណេឃើញអបិថាគូម៉ាសេតចឹងនាងមានអារម្មណ៍ថានាងឈ្នះអ្នកទាំងអស់គ្នាតែសង្សារអបិថាគូម៉ាដែលមានឈ្មោះថាអេរីនឹងបាននិយាយថាមកកុំខូចចិត្តអី baby ចាំអូនទៅរក item rare នៅក្នុងហ្គេមហ្នឹងយកមកឲ្យគេទៀតដល់ពេលអាកាណេឮចឹងនាងខូចចិត្តគុណនឹង2ហ្មងអ្នកទាំងអស់គ្នាហើយអាកាណេរបស់យើងក៏បានពពោះហើយអាកាណេរបស់យើងក៏បានពពោះអបិយាមដាក់ទៅផឹកនៅក្នុងហាងស្រាមួយអ្នកទាំងអស់គ្នានិយាយរឿងជុំគ្នាចឹងដែលអាកាណេរបស់យើងខូចចិត្តព្រោះសង្សាររបស់នាងសុំនាងបែកហើយគេយកសង្សារថ្មីគេមកបញ្ឈឺអាកាណេធ្វើឲ្យអាកាណេរបស់យើងឈឺគុណ2អ្នកទាំងអស់គ្នាហើយនៅពេលនោះអាកាណេរបស់យើងក៏បានសុំអបិយាមតានឹងទៅបន្ទប់ទឹកមួយផ្លែបន្ទាប់មកនៅពេលដែលនាងចេញពីបន្ទប់ទឹកមកវិញស្រាប់តែបាត់អបិយាមតានឹងអ្នកទាំងអស់គ្នាដោយអាកាណេរបស់យើងគិតថាប្រហែលជានាងធ្វើបាបអបិយាមតានឹងពេកហើយបានជាអបិយាមតានឹងគាត់រត់ទៅផ្ទះតែមកសន្ទុះក្រោយមកអបិយាមតានឹងមានទៅផ្ទះណាអ្នកទាំងអស់គ្នាអបិយាមតានឹងគាត់ទៅទិញបងរុំរបួសយកមកបិទជើងអាកាណេដែលជើងរបស់នាងនឹងមានរបួសកាលពីនៅ event ដែលគាត់រត់បុកដែលអាកាណេរត់បុកគាត់ទៅដួលធ្វើឲ្យអាយ៉ះជើងចឹងទៅយាមតារបស់យើងក៏គេបានទៅទិញបងបិទតបៅនឹងយកមកបិទឲ្យអាកាណេតែអបិយាមតានេះមើលអត់ស្គាល់ពីរឿងស្នេហាទេតែគេចេះ take care ចេះអីតើអ្នកទាំងអស់គ្នាដែលពេលហ្នឹងធ្វើឲ្យអាចារ្យអាកាណេរបស់យើងរំភើបហើយពពោះអបិយាមតាផឹកប្រយុទ្ធតភ្លឺហ្មងអ្នកទាំងអស់គ្នាតែអាកូនចាំចែកចេញលុយមិនបាច់ខ្វល់ទេរឿងលុយកាក់ហ្នឹងចាំចែកអ្នកចេញថ្ងៃហ្នឹងចែសេតចែសុំដាក់មកអស់ដៃហើយជាលេងណាអ្នកទាំងអស់គ្នាឥឡូវហ្នឹងអត់មាននៅក្នុងរឿងតិចទៅរកមើលនៅក្នុងរឿងគេរកកន្លែងនិយាយហ្នឹងមកសួរ admin អ្នកដឹងឥឡូវហ្នឹង admin ថែមរបស់ឲ្យខ្លួនឯងណាហើយរឿងរបស់យើងនៅក្នុង episode 1ហ្នឹងក៏បានឈានដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច subscribe like ឲ្យ admin ម្នាក់មួយផងណាគណៈពេលនេះខ្ញុំបាទ YP សូមគោរពលាបាយបាយ